គេខ្ញុំមិនដឹងថាគេគិតយ៉ាងម៉េចឬមួយមានអារម្មណ៍យ៉ាងម៉េចទេប៉ុន្តែបើសម្រាប់ខ្ញុំវិញនេះគឺគិតខ្លាំងណាស់ទម្រាំតែដាច់ចិត្តធ្វើពងទាកូនស៊ីឈွန်នេះលក់ណាបងប្អូនមូលហេតុគឺដោយសារខ្ញុំមិនហ៊ានស្ងោពងទាកូននឹងទេតាំងពីដើមមកបងប្អូនឲ្យខ្ញុំខ្លាចពងទាកូនណាស់អត់ហ៊ានស្ងោទេប៉ុន្តែនៅមុនពេលដែលខ្ញុំលក់ពងទាកូនស៊ីឈွန်នេះគឺខ្ញុំបានសួរបុគ្គលិកនៅក្នុងហាងខ្ញុំទាំងអស់គ្នាថាមានណាគេហ៊ានស្ងោពងទាកូនអត់បើសិនជាមានអ្នកហ៊ានស្ងោទើបខ្ញុំព្រមធ្វើពងទាកូនស៊ីឈွန်នេះលក់ដោយសារខ្ញុំគឺអ្នកលក់នេះគឺអត់ហ៊ានធ្វើអញ្ចឹងតើតាបុគ្គលិកដែលគាត់ស្ម័គ្រចិត្តអញ្ចឹងនៅក្នុងហាងខ្ញុំណាបងប្អូនគឺមានបុគ្គលិកជិត10នាក់ទាំងខ្ញុំទៀតណាប៉ុន្តែអ្នកហ៊ានស្ងោពងទាកូនស៊ីឈွန်គឺមានតែ2នាក់ទេហើយ2នាក់គាត់នេះគឺស្ម័គ្រចិត្តហ៊ានស្ងោពងទាកូនស៊ីឈွန်អញ្ចឹងអ្នកផ្សេងទៀតគេអត់ព្រមស្ងោគេអត់ហ៊ានស្ងោខ្ញុំក៏អត់បង្ខំគាត់ដែរដោយសារខ្ញុំខ្លួនឯងនេះក៏អត់ហ៊ានស្ងោពងទាកូនដែរបងប្អូនខ្លាចតាំងពីដើមមកព្រោះតាំងពីខ្ញុំបើកហាងវាស្រែមកចូល3ឆ្នាំឯណាបងប្អូនម្ហូបដែលខ្ញុំលក់នៅក្នុងហាងជិត100មុខតែពងទាកូននេះមួយគឺខ្ញុំអត់ដែរលក់ទេតាំងពីដើមមកដោយសារខ្ញុំខ្លាចហើយខ្ញុំអត់ហ៊ានស្ងោហើយខ្ញុំក៏អត់រំពឹងថាឲ្យគេមកស្ងោឬមួយឲ្យគេមកធ្វើឲ្យលក់ឲ្យខ្ញុំឯណាគឺអត់រំពឹងទេបងប្អូនអញ្ចឹងខ្ញុំអត់ដែរធ្វើម៉នុយមួយនឹងដាក់ក្នុងហាងទេទាំងដែលខ្ញុំមានលក់ប្រហិតជៀនមានលក់នំបញ្ចុកសង្វាក់នំបញ្ចុកត្រីអាំងមានលក់អង្កែបបោកនិយាយទៅសិតតែចំណីដែលយើងញ៉ាំលេងហើយពងទាកូននេះក៏ជាម៉នុយមួយដែលប្រជាជនខ្មែរយើងគឺចូលចិត្តញ៉ាំណាស់ទាំងនៅក្នុងទីក្រុងឬមួយក៏នៅតាមស្រុកស្រែគឺចូលចិត្តញ៉ាំដូចគ្នាប៉ុន្តែខ្ញុំគឺអត់ហ៊ានធ្វើលក់ទេតតែចាប់ផ្ដើមផ្ទុះពងទាកូនស៊ីឈွန်ដែលខ្ញុំធ្វើជាវីដេអូចែករំលែកបងប្អូនពីរបៀបធ្វើដើម្បីឲ្យពងទាកូនស៊ីឈွန်យើងឆ្ងាញ់ដោយការបន្ថែមទឹកអំពៅរសជាតិបែបខ្មែររបស់យើងហ្នឹងគឺធ្វើឲ្យផ្ទុះមែនតែនធ្វើឲ្យបងប្អូនហ្នឹងគឺចង់ញ៉ាំគ្រប់គ្នាឲ្យគាត់ order ខ្ញុំកំងខ្ញុំច្រើនមែនតែនណាបងប្អូននឹកស្មានដល់ឯងសឹងថាអត់ដែរគិតថាមានបងប្អូនដែលគាត់ចង់ញ៉ាំច្រើនដល់ថ្នាក់ហ្នឹងធ្វើឲ្យខ្ញុំហ្នឹងសួរបុគ្គលិកខ្ញុំថាមានអ្នកស្ម័គ្រចិត្តធ្វើអត់តើតែមានអ្នកស្ម័គ្រចិត្តធ្វើបើខ្ញុំធ្វើដល់ថ្នាក់ស្ងោពងទាកូនណាបងប្អូនមួយថ្ងៃចូល1000គ្រាប់អូយច្រើនមែនតែនសម្រាប់ខ្ញុំ1000គ្រាប់នេះអត់ដែរនឹកស្មានទេណាបងប្អូនបើបងប្អូនគិតថាតិចគឺមិនតិចទេបងប្អូនឲ្យ1000គ្រាប់ហើយខ្ញុំគ្រាន់តែអង្គុយដុសលាងពងទាកូនណាមួយថ្ងៃឡើងរីកដៃអស់ឲ្យបងប្អូនហើយសម្រាប់ការធ្វើពងទាកូនស៊ីឈွန်នេះគ្រឿងក្រៅដែលខ្ញុំដាក់ទឹកស៊ុបជាមួយនឹងគ្រឿងខ្ទឹមជ្រក់ឬមួយវិចខ្ចប់ហ្នឹងគឺខ្ញុំធ្វើខ្លួនឯងផ្ទាល់តែម្ដងគឺខ្ញុំអត់ធ្វើតែមួយគឺដាក់ពងទាកូនចូលក្នុងឆ្នាំងទឹកស៊ុបស៊ីឈွန်ស្ងោគឺខ្ញុំអត់ហ៊ានធ្វើទេហើយក៏ខ្ញុំអត់បង្ខំអ្នកណាដែរមានតែបុគ្គលិកណាដែលគាត់ហ៊ានធ្វើនៅពេលដែលខ្ញុំដុសលាងសម្អាតអីហើយហ្នឹងគឺគាត់ចូលមកដាក់អញ្ចឹងទៅតែបើការងារផ្សេងគឺខ្ញុំស្ម័គ្រចិត្តធ្វើដោះដូរមួយបុគ្គលិកណាបងប្អូននិយាយយើងអត់ហ៊ានស្ងោពងទាកូនហ្នឹងខ្ញុំនិយាយមែនអត់ហ៊ានស្ងោទេមិនមែនថាខ្លាចទេខ្ញុំមានអារម្មណ៍ថាខ្ញុំដូចខ្លាចទេបងប្អូនថាញើសដៃប៉ុន្តែបើសិនជាពងទាកូនស៊ីឈွန်ឆ្អិនណាខ្ញុំចូលចិត្តញ៉ាំពងទាកូនគឺញ៉ាំតែកូនទេអត់ចេះញ៉ាំពងក្រហមទេបងប្អូនមែនណាខ្ញុំញ៉ាំតែកូនទេកូន10គ្រាប់ក៏ខ្ញុំញ៉ាំអស់ដែរហើយខ្ញុំរើសយកតែកូននេះខ្ញុំអត់ញ៉ាំពងក្រហមទេពងក្រហមញ៉ាំទៅវាឆាប់ឆ្អែតហើយវាទ្រាំអញ្ចឹងខ្ញុំអត់សូវចូលចិត្តទេប៉ុន្តែខ្លាចពេលស្ងោអត់ទាន់ឆ្អិនខ្ញុំខ្លាចតែដើម្បីឆ្អិនញ៉ាំតែកូនទេហើយការលក់របស់ខ្ញុំបងប្អូនពីដំបូងគឺអត់នឹកស្មានថាលក់ផ្ទុះដល់ថ្នាក់មួយថ្ងៃ1000គ្រាប់ធ្វើអត់តាន់ទេណាបងប្អូនខ្ទឹមជ្រក់ជីអីហ្នឹងទិញទីនឹកឃើញថាសម្រាប់តែបងប្អូនដែលគាត់មកដល់ហាងខ្ញុំញ៉ាំអាហារឬមួយក៏ញ៉ាំម្ហូបអីហ្នឹងគាត់ឃើញវីដេអូខ្ញុំហើយគាត់តែងតែសួរថាមានលក់អត់មានលក់អត់អញ្ចឹងខ្ញុំក៏ដាក់ហៅពងទាកូនស៊ីឈွန်នៅហាងមួយថ្ងៃដំបូងគឺតែមួយថ្ងៃ50គ្រាប់ទេបងប្អូនប៉ុន្តែនៅពេលដែលផ្ទុះមែនតែនគឺបងប្អូនកំងតាមខេត្តផ្ញើទៅឲ្យបងប្អូនវិចខ្ចប់នេះមួយថ្ងៃដល់1000គ្រាប់អូនិយាយពីថាច្រើនមែនតែអត់នឹកស្មានដល់ទេហើយរសជាតិពងទាកូនស៊ីឈွန်របស់ខ្ញុំណាបងប្អូនគឺរសជាតិបែបខ្មែរនៅពេលដែលយើងដាក់ជាមួយនឹងទឹកអំពៅចូលទឹកស៊ុបយើងគឺផ្អែមចេញមកបងប្អូនគឺមានក្លិនឈ្ងុយទឹកអំពៅនឹងហ្មងឡើងក៏អូបហើយពេលដែលញ៉ាំគឺវាអត់ហឹរខ្លាំងទេហើយក៏អត់មានជាតិហាងឬមួយក៏មហាត់មាត់ដែរវាមានក្លិនចិនប៉ុន្តែរសជាតិវាគឺវាមានជាតិប្រៃផ្អែមរសជាតិបែបខ្មែរណាបងប្អូនហើយនៅពេលដែលយើងញ៉ាំជាមួយនឹងជីពងទាកូនហើយជាមួយនឹងខ្ទឹមជ្រក់គឺរឹតតែឆ្ងាញ់ដោយសារពងទាកូនបើសិនជាយើងញ៉ាំតទេណាបងប្អូនគឺវាឆាប់ទ្រាំហើយយើងញ៉ាំអត់បានច្រើនទេតែមួយគ្រាប់ពីរគ្រាប់មានអារម្មណ៍ថាអឿលឿយប៉ុន្តែបើយើងញ៉ាំជាមួយនឹងជីទៅវាជួយបន្សាបអារបៀបទ្រាំហ្នឹងណាហើយជាមួយនឹងខ្ទឹមជ្រក់អញ្ចឹងញ៉ាំទៅធ្វើឲ្យយើងមានអារម្មណ៍ថាញ៉ាំបានច្រើនហើយឆ្ងាញ់ហើយបើថាសម្រាប់អីវ៉ាន់វិញគឺបងប្អូនកំងដាក់ order អូយតាមខេត្តម្នាក់សិតតែ50លោតដល់មាន100គ្រាប់ទៀតណាបងប្អូនក្នុងម្នាក់ក៏មានដែរខ្ញុំដាក់ត្រាំវិញណាគឺដូចត្រាំពងទាប្រៃអញ្ចឹងបងប្អូនហើយការវិចខ្ចប់របស់ខ្ញុំផ្ញើអីវ៉ាន់ឲ្យបងប្អូនណាមិនមែនមានតែពងទាកូនស៊ីឈွန်ទេមានតែខ្ញីអង្គលីងគ្រឿងបាយតាពាំងផ្អកកពឹសម៉ាំកូនត្រីចង្វាស្លឹកអស័យផ្អកត្រីពោម្សៅបាញ់កាញ់និយាយទៅអីវ៉ាន់របស់ខ្ញុំជិត20មុខបងប្អូនសម្រាប់លក់អនឡាញគឺបងប្អូន order ម្ដងមកគ្រប់មុខហ្មងកុំឲ្យខាតសេវាជាមួយនឹងកេស្ណៅអញ្ចឹងអីវ៉ាន់របស់ខ្ញុំគឺមានគ្រប់សពបងប្អូនហើយបើថាតែខ្ញីអង្គលីងវិញគឺលីងរាល់ថ្ងៃហើយចេញរាល់ថ្ងៃបងប្អូនត្រូវការអីក៏មក